đây đúng cái bị say vậy tôi biết đúng đây bị thi co đây hả thi co đó phịch luôn smart lắm ta lấy chiếc chắp đam cam thi bao nhiêu siêu mà xù mù sao năng cam bị thi bọc chụp bắp sao ai nó không smart này nè bằng hành một khoản là thưa play tình bàn ta đầy cùนี่ก็ยับได้lấy bị thi cái gì đó đấy sai suy pe sai đúng không mình đã chụp miếng gray đi thi co hay bị thi co sao suy pe mới đã chụp miếng gray ồ anh cái update អូហ្នឹងណែតាមពិតណាកម្មវិធីហ្នឹងណាបើសិនជាស្លៀកពាក់ឲ្យត្រូវខ្លួនឯងប្រុសក៏ស្លៀកពាក់ដូចអ្នកគេវាយគ្នាអញ្ចឹងហ្នឹងស៊ូម៉ូស៊ូម៉ូស្លៀកពាក់អញ្ចឹងមិនបាច់ស្លៀកខោពាក់អាវអីទេមិនត្រូវខ្ញុំវាខ្មៅពេកកលៀនវាខ្មៅតោះឥឡូវកុំឲ្យលេងសើចកុំឲ្យខាតពេលចាឥឡូវលោកស្រីនាងកញ្ញាចាឥឡូវកម្មវិធីស៊ូម៉ូចាបោកចំបាប់ធ្លាប់តែឃើញនៅប្រទេសក្រៅចានៅបណ្ដាប្រទេសនានាចាធ្លាប់ឃើញហើយចាបងប្អូនប៉ុន្តែឥឡូវនេះមកដល់ស្រុកខ្មែររបស់យើងហើយចាគឺចំណៃអារម្មណ៍ប្លែកចាំមើលទៅគឺថាក្បាច់បោកច្បាប់នេះគឺអស្ចារ្យគឺមានកាត់ចាក់មានលុតមានហោះមានហើជ្រែកទឹកជ្រែកដីកប់អាកាសចាអស់លោកស្រីនាងកញ្ញាបើបានទស្សនាឲ្យពិតជាមិនខុសបំណងទេសូមជម្រាបថាបើសិនជាអស់ស្រូវលោកស្រីនាងកញ្ញាមិនបានទស្សនាទេពិតជាខុសបំណងចាគឺថាល្អមែនតើមិនដែលមានទេនៅស្រុកខ្មែររបស់យើងលក្ខណៈយើងអាចនិយាយមួយទៅក៏បានទេដល់យើងនិយាយញាប់ពេកអ្នកស្ដាប់អ្នកមើលគាត់ជួនកាលគាត់ណែនទ្រូងកម្មវិធីយើងវាខ្លីអូនិយាយមួយហ្នឹងហើយចាគឺថាក្បាច់វាយស៊ូមូមកជូនឲ្យលោកលោកស្រីអូយវើលពេកហើយហ៎ម៉ាម៉មចាឲ្យលោកស្រីនេះកញ្ញាចាឥឡូវនេះចិត្តបានក្បាច់ប្លែកចាមកដល់ស្រុកខ្មែររបស់យើងចាគឺថាធ្លាប់តែឃើញតាមកញ្ចក់ទូរទស្សន៍ចាឥឡូវនេះវាយតាមផ្ទះចាឥឡូវនេះសូមជើញគណៈកម្មការមកមិនថាស្រីមិនថាប្រុសគឺអាចវាយបានទាំងអស់គ្នាចាគឺក្បាច់ពិសេសគឺមានចាប់ទាញមានចាប់ច្បូតមានចាក់មានខ្វាតមានរុកភ្នែកចាស់គឺថាក្បាច់ពិសេសអូខេស៊ូមូស្រុកខ្មែរស៊ូមូអូខេ Ladies and gentlemen welcome to Cambodia Silver Fourth welcome wasដល់លយទៅបងឯងចាំមើលទៅមិនបានដឹងតោះឯងស៊ូមូអញដាក់ណែមើលតាមៀតមើលតារៀងរើគេទៅដឹងឲ្យចាញ់ខាងខ្ញុំដាច់ហ្មងអូយសុំទោសអ្នកគ្រប់ត្រូលចាសុំស្ងាត់អ្នកគ្រប់ត្រូលចាសុំមេតាមករំកិលខ្លួនចារំកិលសាកសពមកខាងតាមដែរតែកន្លែងខ្ញុំឈរតែកន្លែងនេះហ្នឹងសុំមកឈរខាងនេះបាទសុំមកឈរខាងនេះខាងសុំមកឈរខាងនេះបាទជួយមកខាងនេះជួយមកអ្នកគ្រប់ត្រូលទស្សនិកជនអ្នកគ្រប់ត្រូលមកខាងនេះបាទមកខាងនេះចាឥឡូវនេះយើងស្វាគមន៍ចាបាទលោកអញ្ញាកដាលរបស់យើងសិនចាគឺអញ្ញាកដាលរបស់យើងចាគឺមានចេញមកដឹងឈ្នះដែរអូយចាផ្ដោតភាពសង្ក្រៃដងចាញ់តែសុំមេតាស្រាប់បិទមាត់និងបិទចំពុះចាអញ្ចឹងទស្សនិកជនយើងមិនអាចប្រកាសបានទេស្ងាត់ទេចាសុំមេតាស្ងាត់សុំមេតាមើលនិយាយជាវិធីកទេហ្នឹងហើយចាសុំមេតាស្ងាត់ចាប្អូនសុំមេតាអង្គុយចុះឲ្យសដោកជើងទៅមុខឲ្យត្រង់ចិត្តឈរសដោកជើងឲ្យត្រង់ឈរបងលោកអកើតតើឥឡូវយើងចាប់ផ្ដើមកម្មវិធីរបស់យើងសូមស្វាគមន៍លោកអញ្ញាកដាលសូមស្វាគមន៍ Ladies and gentlemen welcome to Cambodia it's about both Elforan ចាប់ទីបាទឥឡូវនេះគណៈកម្មការបានអញ្ជើញមកដល់ហើយឥឡូវនៅឡើយតែខាងចាគឺថាលោកគណៈកម្មការនេះចាធ្លាប់ប្រកួតនៅលើសៃវៀនចារាប់សិបឆ្នាំណាស់មកហើយគឺក្បាច់គឺហៅថាបោកច្បាប់គណៈកម្មការទៅធ្លាប់បាយប្រកួតមុននឹងបានចូលទៅដល់គណៈកម្មការគឺថាធ្លាប់វាយចាច្រើនប្រទេសចាជាពិសេសគឺនៅស្រុកស្គុនវាយបាទចានៅស្រុកស្គុនចាវាយគឺថានៅប្រទេសខ្មែរចាឲ្យគណៈកម្មការនេះពេលដែលវាយឡើងលើវេទិកាម្ដងគឺថាវាយចំនួន380ដងចាគឺមិនដែលឈ្នះម្ដងទេបាទខ្ញុំមានបទពិសោធន៍ខាងគណៈកម្មការអាប៊ីតនៅប្រទេសជប៉ុនគេប្រកួតក្បាច់ស៊ូម៉ូឲ្យខ្ញុំប្រកួត80ឆ្នាំគឺក្បាច់ស៊ូធ្ងោចឹងបានល្អិតអរគុណឥឡូវនេះសូមជិះជាមួយនឹងវត្តមានរបស់កីឡាកររបស់យើងគឺកីឡាស៊ូម៉ូបាទកីឡាករពីរនេះ W Champion ទទួលខ្សែក្រវ៉ាត់មួយយ៉ាងដ៏អស្ចារ្យយ៉ា
Ladies and gentlemen, យេ what is this welcome? ចាំមើលសិន Welcome. តាំងម៉េចធូទេ ខ្ញុំធ្លាប់ឃើញគេដាក់ស្រែក ហ្នឹង បោះគេខាងអឺរ៉ុបនោះគេស្រែកយើងតឹងអញ្ចឹង ហ្នឹងហើយ អញ្ចឹងយើងធ្វើឲ្យបានស្តៀងគេ Ladies and gentlemen, welcome once again. What? Yeah. Hotman. សូមជើញ នេះអីមក អូយមើលតារៀងតាំងបាត់ឯង ឃើញអីគ្នាឯងចឹង ដេក សុំមកឯងយើឈ្នះ សូមជើញអ្នកគ្រប់តបាទ ឈ្នះ បាទសូមជើញបាទមកខាងនេះបាទកញ្ញាបាទសូមជើញបាទសូមខាងនេះបាទ ឈ្នះឯងឯងគណៈគ្នាឯងឈ្នះ 100% ចាំមើលខាង ឥឡូវ នេះ នេះសូមអញ្ជើញចាណែចាសូមឲ្យទឹក បាទសូមកីឡាករនៅសៀមនេះបាទនៅសៀមនេះឥឡូវនេះសូមកញ្ញាកញ្ឆយចាប់ដើមប្រកាសវត្តមានក៏ដូចជាជីវប្រវត្តិរបស់កីឡាករបាទ ជួយ ណែមកអើយមកចាំមើលគ្រប់ត្រូលរបស់ឯងវិញ ជីវប្រវត្តិរបស់ លៀបម្សៅល្អ ហ្វ្រឹងហ្វ្រឹងជីវ លៀប ប្រ ម្សៅ វត្តិរបស់ ល្អ កីឡាចាក្បាច់ខ្វាមនឹកមកខ្វែអីខ្ញុំនេះហ្នឹងចាគឺថាស៊ូម៉ូចាក្បាច់បោកច្បាប់ចាប្រកួតចំនួន176ដង អាហា ឈ្នះ2ដង អាហា ស្លាប់70ដង អាហា ប្រកួតចូលពេទ្យនិងសង្ឃហទានចំនួន5ដង អាហាគាត់ចូលពេទ្យសោះប្រាប់គេដែរទៅជីវប្រវត្តិពិត ដឹងជីវប្រវត្តិដឹង ជីវប្រវត្តិពិតបាទ ចឹងចាញ់គេបាត់ហើយអានោះមកដល់វាយងាប់បាត់ហើយ អូយឈ្នះស៊ូបងស៊ូ គេធ្លាប់ប្រកាស បាទអញ្ញាលោកអញ្ញាកដាលកំពុងតែឆែករកបាទគេលូនលាក់កបិតបថៅបាទ អត់មានអីទេ បាទបាទឥឡូវនេះលោកអញ្ញាកដាលបានឲ្យទឹកបាទសុំងើបបាទ ទឹកស្អុយពេកហ្នឹង បាទឥឡូវនេះសូមជួបជាមួយនឹងកីឡាករទី ណែមកអើយ 2ដែលត្រូវមកលើវេទិកាស៊ីសាច់ហត់ឈាមកញ្គាមឆ្អឹងឥឡូវនេះសូមជួបជាមួយនឹងកីឡាករ Wadi Seboswa សាច់លឺไหมសាច់លឺไหมទីសែនទីតា មើលយើងវាទៀបល្អិតឆ្មាញ់យ៉ាងកំភៃអូន បាទអើយចុះស៊ូណែអូនណាស៊ូម៉ូថ្ងៃនេះគឺថាពិតជាល្អមើលបាទកីឡាមួយគូនេះធានាថាវាយទៅពិតជាតក្រាបមេឃបាទរំជួយដៃបាទ អូយងាប់ហើយ ឥឡូវនេះលោកអញ្ញាកដាលកំពុងតែឲ្យពឹសវីតាមីនដើម្បីឲ្យកីឡាករទាំងពីរមានសមត្ថភាពរឹងមាំក្នុងការទៅមុខវាយបាទឥឡូវនេះ ស៊ូម៉ូ និយាយពី ស៊ូម៉ូនៅស្រុកយើងស៊ូម៉ូបោកដោយមិនបាច់ប្រើដៃសូមអញ្ជើញ មិនបាច់ប្រើដៃ មិនបាច់ប្រើដៃ ចាសូមផ្សាយប្រវត្តិរូបចា និ ឈ្ យាយ មោះ មកហ្នឹងគេអត់មានវាស់កម្ពស់ទេ បងអត់មានអាហ្នឹងគេមាននិយាយហឺកពួយចា ឈរអស់ឈរ ដល់ចាញ់ណា ធ្វើឃ្លៀកវាហ្នឹងធ្វើឃ្លៀកវាហ្នឹង ចាណាក្បាច់បោកច្បាប់គឺកីឡាវីយេស៊ីអាស្វាត់លើកអីគេចឹងចាធ្លាប់ប្រកួតនៅលើសៃវៀនចំនួន90ដងស្លាប់80ដង គាត់ទេជប់ជួយ អាម៉េចហ្នឹង ហប់ គេអត់ទាន់ហប់ទេ ងអត់ទាន់ដល់ពេលវាយទេចាប់អ្នកគ្រប់តជួយលើកកីឡាករ អូយចាប់ហ្មង អត់ต้องប្រុងប្រៀបផងវាមកដាល់ ណែសូមកីឡាករទាំងពីរសូមស្ដាប់ទៅលើលោកអញ្ញាកដាល ខ្ញុំឆ្នេះហើយ បាទ មើលតារៀងតាំងទេបង អើយអត់ហើយណាពេទ្យណែជួយលើកកីឡាករ ចាកីឡាករចាសូមស្ដាប់គណៈកម្មការដែលគាត់ឲ្យ សូមជម្រាបពីប័ណ្ណបញ្ជាផ្ទៃក្នុងនៃការប្រកួត បាទអញ្ញាកដាលបាទសូមត្រៀម បង្គោលក្រហម អាហា មានទម្ងន់ដែលសូមឲ្យកីឡាករទាំងពីរកុំលើកឃ្លៀកពោះពេកស្អុយឃ្លៀកបង្គោលទាំងពីរបង្គោលក្រហមមានបទពិសោធន៍ក្នុងការប្រកួតច្រើនឆ្នាំច្រើនខែកន្លងមកហើយ អាហា មានទម្ងន់68ឆ្នាំមានកម្ពស់ ចាស់ពេកដល់ ឆ្នាំម៉េច 68ស្អី 68ថ្ងៃ មានកម្ពស់68ថ្ងៃ68 feet 68 feet
តែមានតម្ងន់28ឆ្នាំ មកពេលអើយតំងន់ អាយុ28ឆ្នាំ ងន់35 ប៊ីតលេលើ គាត់មានបទពិសោធន៍ប្រកួតវាយទៅលើពិភពលោកមិនដែលចាញ់មិនដែលស្មើវាយលើកណាក៏ឡានពេទ្យដឹកទៅផ្ទះវិញដែរ បាទជីវប្រវត្តិពិត អា បាទ ម៉េចបានទៅជា សូម ចា អបអរសាទរមួយ ប៉ាត់ សូមជម្រាបពីប្រវត្តិសង្ខេបរបស់កីឡាករយើងបន្តទៀតកីឡាទាំងមួយរូបនេះគាត់មានបទពិសោធន៍បច្ចេកទេសដៃក៏ល្អជើង បាក់ថ្មីមែនតើណា អូហើយចោះកីឡាករទុំនៅស្គៀមតិចមើលបាទសុំរក្សាសណ្ដាប់ធ្នាប់បាទសូមរក្សាសណ្ដាប់ធ្នាប់ សំណាងហើយអញឲ្យដាក់អាថ្មិញដាក់មក លោកអាប៊ីតកុំប្រកាសច្រើនពេកខ្ញុំចង់មើលវាយ តិចទៀតប្រកួតហើយ បាទ កីឡាករដ៏ល្បីល្បាញនេះមានរហស្សនាមយើងដឹងហើយកីឡាល្បីៗមានសិតតែមានរហស្សនាមកីឡាករល្បីល្បាញនេះមានរហស្សនាមថាតុងប្រលឹមខ្មោច មិនខែខែដៃអើអត់តែមិនចង់ហង អាហ្នឹងហើយឈ្នះតុងព្រលឹងហ្នឹងហើយឈ្នះ ឆាបយកព្រលឹង ហ្នឹងហើយឆាបយកព្រលឹងគេ នេះអាចកីឡាកររបស់យើង កុំស្ងាត់ អ្វីត្បិតតែឃើញមានល្អិតមែនប៉ុន្តែសាច់ដុំរបស់គាត់មិនគាត់មានបទពិសោធន៍ក្នុងការប្រកួតគ្រាន់តែគាត់លក់ប្រហុកនិងប្រហិត អីគេ លក់ប្រហិតអី អត់ប្រហិតនៅក្បែរផ្ទះផាត់ក្តារ លក់ប្រហិតមិនហាន់លើជ្រុញទេគឺប្រហិតហាន់លើក្តារបន្ទាប់មកគាត់លក់ប្រហិតក្តាប់ប្រហិតចូលបង់ក្នុងផ្ទះ អើយតែលោកហើយ បាទសូមជ័យតបាទ ឥឡូវនេះសូមកីឡាករទាំងពីរចាប់ផ្ដើមប្រកួតទឹកទី ឈប់ 1 ឈប់អាស្ដាប់លក្ខន្តិកៈ ហើយសូមជម្រាបលក្ខ ខ ន្តិ ន្តិ កៈ កៈនៃការប្រកួត មកចកាប្រមាណ មកចកឪឯងឯងប្រកួតលក្ខន្តិកៈ អូគេឲ្យស៊ីតែគោមិន លក្ខន្តិកៈនៃការប្រកួតហាមជេមរាយអត់ឲ្យជេ ជេ មក នេះ ពាក់ស្អីពាក់នេះពេញថ្មិញទៅជាកើត ហាមមិនឲ្យជេឧទាហរណ៍ដែលកំពុងបញ្ចេញកម្លាំងកាយរៀងខ្លួនប្រកួតឆ្វេងទៅស្ដាំមកខ្លាំងហាមចេញខ្យល់នឹងបែកធ្លាយដើម្បីកុំឲ្យស្អុយពេញផ្ទៃយើង ងាប់អាហ្នឹងខានណាស់ ផ្ទៃការប្រកួត និយាយ ឥឡូវអាចចាប់ផ្ដើមបានអ្នកគ្រប់គ្រងនៅស្គីម បាទសូមត្រៀមសូមបែរមុខចូលគ្នាកីឡាករបាទសូមបែរ កី មុខ ឡា ចូល ករ គ្នា កំបែមុខចូលគ្នាចាំថានៃការប្រកួតទាំងពីរកីឡាករ ជួយបានទេ សូមជម្រាបថា ណែឃើញតែទូចមែនចាំ នៅពេលដែលកំពុងតែប្រកួតហាមនោមយប់ ហ៎មិនទៅ ប្រកួតនៅនេះមិនក៏ទៅហាមគេនៅ ជួន ពេល កាល នេះ ប្រកួតនៅទីនេះប៉ុន្តែទៅដល់ផ្ទះប្រមើមាននោមយប់ប្របាទអ្នកផ្ទះរៀបចំការប្រកួត បាទឥឡូវនេះកីឡាករទាំងពីរសូមត្រៀមបាទសូមត្រៀម1 2 3បោក វាយច្បាប់ បាទឥឡូវនេះកីឡាករទាំងពីរកំពុងតែបញ្ចេញនៅមហិទ្ធិឫទ្ធិនិងឥទ្ធិពលដាក់គ្នាទៅវិញទៅមកហើយឥឡូវនេះកំពុងតែបាទមានអ្នកខ្លះបាទគោះបាទគោះបាទឥឡូវនេះកំពុងតែដើរចូល អ្នកខ្លះកម្ពស់ខ្ពស់ល្អអ្នកខ្លះជើងខ្លីមកចំហៀង បាទឥឡូវនេះកំពុង ទៅនៅហិតក្នុងការនេះទៅច្បាប់ទៅ សូមជួយ ហើយមិនក៏មិនវាយ វាយស្អីវាធ្វើចេះដាក់ចេះយកកាត់អោបទៅកើត អូយពេលប្រកួតតែគេអត់ប្រកាសអីទេតែបើថា 哇នេះស្មោកអូហ៎ បើថាអត់វាយនេះឲ្យកីឡាករឈ្នះ អ រ ត់ ត់ តែ ស្រី សុំ វត្ត ចាញ់ហ្មងទៅបាក់វិញ វាយទៅ ចឹងឥឡូវបាច់ឲ្យប្រើដៃទេបាច់ប្រើដៃ បាច់ធ្វើដៃ អើមិនប្រើដៃទេ បុកបាទឥឡូវកីឡាករទាំងពីរកំពុងតែដើរចូលគ្នាបាទឥឡូវកំពុងតែរៀបចំ ណែ ហាមប្រើដៃឯងគេហាមប្រើដៃ មុននឹងប្រកួតសូមឲ្យកីឡាករទាំងពីរលោតរំលងកៅអីដើម្បីបង្ហាញក្បាច់គុណដល់ទស្សនិកជនឲ្យបានទស្សនា អូ សូមអញ្ជើញលោតរំលងកៅអី ចាំមើលលោអត់អី ពូបងឯងឯងលូន ដើម្បីឲ្យទស្សនិកជនបាន ឥឡូវ ទស្ស សូមជួយ នា កីឡាករខាត់ចម្រើនលោតរំលងកៅអី រួ បា ច ទ អត់រួចអត់ អូ អូខេសូមកីឡាករ ឃើញអត់យេ 1 2 3បាទ សូមអញ្ជើញលោតរំលងកៅអី ខ្ពើមលោត នេះដើរប្រឡង ងាប់អើយ គ្រូអីដោយអាគ្រូអី បង្ហាញក្បាច់គុណលោតរំលងកៅអី អូ សូមអញ្ជើញចាប់ដើមរំលងកៅអីលោតរំលងកៅអីជន់លើកៅអីហើយដើម្បីឲ្យរំលងទៅខាងមុខជន់លើកៅអី អូ ល្អណាស់បាទល្អមែនតើបាទល្អមែនតើ ហ៎សូមអញ្ជើញអ្នកគ្រប់គ្រងម្ដងនេះ បា ចា ទបាទសូមអ្នកគ្រប់គ្រងបាទសូមអញ្ជើញសំពូលីដាបាទសូមអញ្ជើញបាទ ចា លោតរំលងកៅអីបាទ ខ្ញុំ សំ អត់ ពូលី ទេ ដាសំពូលីដាលោតមិនបានទេសូមអញ្ជើញនេះឆ្អឹង សូមអញ្ជើញបាទ ខ្ញុំអត់លោតបានទេបើសិនជាអាចយកតកៀកទៅខ្ពះក្អែកដួលបានចា ចា មានតែអញ្ញាកដាលទេដែលអាចលោត លោកអីបាន ឥឡូវគឺជួបជាមួយនឹងអញ្ញាកដាលបាទ ចាំមើលអញ្ញាកដាលលោតម្ដងក៏អីឲ្យមើល បាទ ចាំមើល1 2 3 អូ ចឹងអួតសំមុខអួតពេកសំមុខ អួតពេក ចឹងចាស់ ពេក
មកចៃបងញ៉ាកដែរហើយមកចៃ យើងនៅទីណាយើងនៅទីណា គេបោកច្បាប់ឲ្យគេលោតលើកៅអី ឥឡូវចេះ យើងនៅទីណា ចឹងហើយហ្នឹង ចាឥឡូវនេះ ឥឡូវចេះ គណៈកម្មការបែកសើហើយ បាទ គណៈកម្មការអីអ្នកញ៉ាកដាលញ៉ាកដាល ឥឡូវថ្ងៃនេះនិយាយទៅប្រកួតអាកាទេកីឡាករដោយសារលោកអញ្ញាកដាលបាត់បៃសើឥឡូវនេះសុំស្អែកចាំប្រកួតជាបន្ត ចប់ បាទ អរគុណហើយសូមនាំយើងទៅកាន់ម៉ែ បើឥឡូវសុំលើកលោកអញ្ញាកដាលទៅពេក សុំទៅលោកអ្នកចាត់ចែងលុយខ្ញុំវាយនៅណា លុយវាយស្អីអត់ទាន់បានវាយប៉ាក់ផងយកលុយស្អីចាំស្អែកបាទយកទៅពេក តោះបងតោះយើង ចា ចាំ ថ្លៃ ឲ្យប្រ ខ្ញុំ កួតទៀត បាក់ ថ្លៃខ្ញុំផ្ទះមកចេញមកព្រាកណា អេខ្ញុំអ្នកគ្រប់ត្រដែរនេះសួរ ចាអញ្ជើញទៅសម្រាប់សិនអញ្ជើញទៅសម្រាប់សិន មកបង ចាសូមអញ្ជើញទៅសម្រាប់ចាអស់លោកស្រីនាងកញ្ញាឥឡូវនេះក្បាច់ស៊ូមូចាដែលបានអំបញ្ញមិញទស្សនិកជនដែលបានទស្សនាហើយចាឥឡូវនេះសូមមេត្តាបន្តនៅភាគក្រោយ បាទអរគុណជំរាបលាបាទ ចាយកដូចគ្នាចាប៉ោងចាបងណែយើងធ្លាប់ស្ដាប់ណែអ៊ំម្នាក់ហ្នឹងគាត់ប្រកែកនិយាយហ្នឹងហើយប្រកែកនិយាយជក់ចិត្តហ្មងបងខ្ញុំប៉ុនឲ្យទៅដល់ម៉ោងឯណាគាត់ដូចនិទានរឿងអញ្ចឹងគាត់និទានហ្នឹងហើយឥឡូវចេះយើងមកអង្គុយចាំគាត់ហ្មងមកចាំគាត់ចាំដល់ដល់ទៀងគាត់ឃើញមុខនឹងធុញទៅហើយធុញឲ្យពួកយើងមកគាត់ធុញអញ្ចឹងជួនកាលគាត់ហត់ដែរហ្នឹង មួយមែនទេក៏ចូលចិត្តសឹងអីហ្នឹងខ្ញុំដល់ថ្នាក់មែនទេឲ្យទៅដល់បន់ដល់ម៉ោងហ្នឹងឯងតែម៉ោងហ្នឹងទៅខ្ញុំមិន មាន ចង់ ទិញ មក កលិញ អង្គុយ ឈោក ហ្ម មក ង បងឆយខ្ញុំប្រាប់ថាឲ្យមកផ្ទះពូឲ្យទិញកលិញឈោកមកទៅសំណុកយើងណែឯងដឹងបាច់ទេមិនបងថ្ងៃមិញខ្ញុំរងហូបបាយថ្ងៃចាខ្ញុំថាំងស្ងោមន់ឲ្យបានឆ្អិនល្អហូបអាងបញ្ញាប់មកស្រាប់មានតាន់បានស្ងោណាមន់អាលកហើយស្រាប់វារត់ចូលព្រៃវិញអត់ណែហ្នឹងអូអាកហើយហ្នឹងអាកហើយមន់ហ្នឹងរត់ចូលព្រៃវិញ វាមិនដែលទេបង តែមិនវាប្រកាសចូលព្រៃខ្ញុំខ្ជិលតាមទុកឲ្យឆ្កែវាស៊ីតែអូហ្នឹងអូយណែ មិនហើយ ពើ ហ្នឹងហើយ ចាអញ្ជើញអង្គុយមកពុក ខ្ញុំចាំពូ អញ្ចឹងហើយក្មួយអេគាត់ធ្លាប់តែល្ងាចឡើងហើយក្មួយបានមកស្ដាប់ទៅនិទានខ្លីៗអីស្ដាប់ទៅបានជែកបានមនោះបានអីថ្ងៃនេះដូចមានអីញ៉ាំហ្មងថ្ងៃ ខ្ញុំថាឲ្យបងឆយទិញកលិញឈោកមកគាត់បានលេខបញ្ញាពេក ឥឡូវជួយរនឹកគ្នាមើលខ្ញុំជួបប្លែកមួយដែរ ចា បាទណែនៅណែអាម្ដុំដែលគេជីកត្បូងណា ហ្នឹង ស្រុកដែលគេជីកត្បូងបានជីកត្បូងបានតែបន្តិចហ្នឹងគ្នាថ្ងៃទៅជីកត្បូងហ្នឹងយកមកលក់ទៅហែងត្បូងមានកញ្ច្រែងមើលហែងត្បូង ចា រត់ទៅកញ្ច្រែងហែងត្បូងបន្តិចមានម្ដាយពីរអ្នកម៉ែកូនបាទដល់ទៅបានត្បូងហ្នឹងរត់ដងលក់មកបានបន្តិចតួចគ្រាន់ដូរបាយហូបដល់ថ្ងៃហ្នឹងបានត្បូងធំ ចា ដល់បានត្បូងធំម្ដាយគេឆ្ងល់ថាកូនគ្រាន់មកដល់ផ្ទះម៉េះហេម្ដាយឆ្ងល់ថាកូនគ្រាន់មកដល់ផ្ទះដល់អញ្ចឹងកូនឲ្យតែបានត្បូងវាមានទឹកប្រែកមួយនៅអាវត្តក្បែរភ្នំហ្នឹង ហ្នឹង បាទគេយកត្បូងទៅលាងយកត្បូងនោះទៅលាងត្បូងនឹងលាងចាប់ធ្លាក់ចូលទឹក ធ្លាក់ចូលទឹក ធ្លាក់អាទឹកវាហូរ ចា ធ្លាក់ចូលទឹកបាត់ទៅគ្នានៅកកាយរហូតត្បូងនឹងអត់អស់ចិត្តសាប់សល់រហូតតែត្បូងនឹងដល់អញ្ចឹងរហូតត្បូងបាត់ត្បូង ទឹកហូររកឃើញ បាត់ត្បូងមកដល់ផ្ទះម្ដាយធម្មតាតែមកដល់ផ្ទះហ្នឹងគាត់រៀបបាយឲ្យកូនហើយ ចាត្រូវហើយ ដល់មកដល់ផ្ទះសួរកូនឯងបាយទឹកហើយកូនឯងអត់មាត់អត់កកូននឹងអត់មាត់សោះហ្មងម៉ែសួរជុកគ្នាជ្រុះអាត្បូងនឹងបាត់អូ ចាហ៊ាននិយាយប្រហែលអត់ហ៊ាននិ ហ្នឹង យា ហើយកូនឲ្យបាយទឹកឲ្យកូនឯងអត់និយាយស្ដីអីសោះអញ្ចឹងបាយទៅអត់អស់ចិត្តទៅសួរកូនឯងកើតអីអាកូននឹងថាលៀងបើមិនលៀងល្អជាងម្ដាយចេះឆ្ងល់ចឹងមិនអញ្ចឹងកូនឲ្យបាយអាកូនឆ្លោតចិត្តលៀងបើមិនលៀងល្អជាងម្ដាយចេះឆ្ងល់ចឹងកូនខ្ញុំកើតអីកូនឯងថៃកូនកប៊ីក្បាលលៀងបើមិនលៀងល្អជាងម្ដាយឆ្ងល់ហ្មងកូននិយាយតែមួយម៉ាត់ហ្នឹងនិយាយមួយម៉ាត់ហ្នឹងភ័យពេកទៅរកពេទ្យឲ្យមកមើលកូន ចា រកពេទ្យឲ្យមកមើលកូនធ្វើម៉េចឲ្យតែកូនជាហ្នឹងដល់ហើយបានពេទ្យចិត្តខាងមកមើលកូនហ្នឹងពេទ្យមកមើលកូនហ្នឹងពេទ្យនេះគេគិតលុយទៅអស់ប្រហែលជា$600គេថាគេជួយមើលឲ្យជីឲ្យហ្មង អូគេធានា បាទជួយមើលមកប្រាវអញ្ចឹងទៅកូននឹងឈប់និយាយអាលៀងមិនលៀងល្អជាងឈប់និយាយទៅណាឈប់និយាយបានម្ដាយនឹកឃើញណែចិត្តជាអញ្ចឹងណាក៏លែងនិយាយទៅ
ឲ្យពេទ្យគិតលុយទៅណាពេទ្យថាអត់អីទេខ្ញុំចាំយកទាំងអស់ក៏បានម្ដាយថាឥឡូវចេះគ្រូពេទ្យដោយសារចេះជួយកូនខ្ញុំខ្ញុំជូន300មុនជូន$300មុនហ្នឹងហើយគ្នាមានតែ300នេះដេញតុងទីនបានជូន300មុនហ្នឹងហើយជូន300កូនលែងនិយាយហើយគ្រូពេទ្យថាអត់ទេចាំយក600ចាំយកគ្រប់អញ្ចឹងចាំយកគ្រប់ណែពេទ្យហ្នឹងក៏ទៅផ្ទះទៅហ្នឹងហើយដល់អញ្ចឹងម្ដាយនឹកឃើញកូនលែងនិយាយហើយចុះស្ងាត់មកម្ដាយគាត់ទៅសួរណាម្ដាយគាត់ទៅសួរកូនឯងមានចាំទេបាទប្រហែលខែមុនកូនឲ្យតែម៉ែសួរកូនឯងអត់ញ៉ាំបែតទេកូនឯងនិយាយតែមួយម៉ាត់ហ្នឹងហើយឥឡូវកូនឯងមិនហើយកូនលបឡើងវិញលៀងបើមិនលៀងល្អជាងកូនហ្នឹងកូនម៉ែសួរកូនគាត់អើយលៀងបើមិនលៀងល្អជាងដល់ឲ្យអ្នកជិតខាងមកសួរម្ដាយអូចែអើយយ៉ាងម៉េចឯងមើលកូនហ្នឹងហើយមើលកូនយូរហើយប្រហែលខែកូនមិនហើយនិយាយនឹងឆ្លើយហ្មងសួរបើកុំសួរល្អជាងម្ដាយជិតខាងណាជាប៉ែមើលកូនមិនហើយមើលកូនគាត់ឆ្លើយមកប្រមាត់សួរមិនសួរល្អជាងដល់ប៉ុណ្ណឹងដល់ឲ្យគេទៅសួរពេទ្យចាពេទ្យកូននឹងមើលអស់បានប្រហែលហើយមើលកូននឹងយូរហើយពេទ្យថាណែ600បើយក300ល្អជាងពេទ្យកូននឹងមិនហើយមើលកូននឹង600បើយក300ល្អជាងមកពូជឈួតទាំងអស់មកពូជហ្នឹងមួយលៀងបើមិនលៀងល្អជាងសួរបើមិនសួរល្អជាងពេទ្យ300 600បើយក300ល្អជាងគួតទាំងពូជហ្នឹងហើយអូចាប់តបគ្រប់តើចាំពូពូអញ្ចឹងខ្ញុំស្ដាប់វាឈួតទាំងពូជហ្នឹងហើយបើស្ដាប់មិនស្ដាប់ល្អជាងហ្នឹងហើយល្អណាស់លៀងបើមិនលៀងល្អជាងចាបើស្ដាប់ល្អជាងល្អជាងអញ្ចឹងអាទិត្យចូលក្នុងមកពូណាអរគុណច្រើនណាខ្ញុំបើឈរនៅនឹងទៀតចូលក្នុងល្អជាងរៀបសួរបានអ្នកធរអ្នកអាទៅវត្តរតសិលតាំងពីកាន់សិលមកសិលណាក៏ចូលវត្តសិលណាតែចូលវត្តដែរខានថ្ងៃចងសទូចទេអត់ម្ដងមកកាលប៉ុន្តែវាមួយយ៉ាងដែរតាំងពីកូនហើយមានប្តីមានអូយបងអូយប្រាប់ឲ្យថាឲ្យយកកង់មានរៀនក្រោយហត់ទៅអូយខ្ញុំមកទៅណាអូយបែកក្បាលហើយលោកអើយអូបងឆាយអើយណែពូមកឯងពូបែកក្បាលខ្ទេអូយបងឆាយអើយអត់ថៃហ្នឹងអូយបែកក្បាលមកចឹងពូអត់មានឃើញបែកក្បាលមិនបានទៅខ្ទប់អាហ្នឹងហើយស្មាកន្លែងនឹងអត់ក្បាលទេឥឡូវបងឯងទៅតាមតែឯងហ្នឹងចាំមកគ្រាហើយស្អីនេះមកអើយមកអើយកុំអោនពេកប្រយ័ត្នចេញប្រឡងតង់ងើយទៅខ្ញុំជូនទៅពេទ្យចាក់កតុយលេខវាអត់ចេញអាកតុយលេខមកចេញឲ្យក្បាលលេខណាចឹងបាទថាយ៉ាប់2លេខទៀតស្លង់នោះស្លង់ដល់ហើយឥឡូវអមរៀលដាក់កប៉ាល់អត់បានតាមនោះតាម2លេខក៏តាមអា3លេខក៏តាមដល់ខេត្តកំពង់ចាមខេមរៈទៀតលើហ្នឹងអូយបោលឿនខ្ញុំឲ្យទិញកង់មានរៀនក្រោយព្រមទិញទេពីពើតែភីងហត់ផឹកអត់ទេនៅលឹបលើភ័យនេះថៃក្បាលសាច់ឈាមថៃណែបាទអត់ទេក៏ដាក់បួងបែបសង្ស័យបុកគេពីណាមកហ្នឹងនៅហ្នឹងហើយបងនៅមុខហ្នឹងហើយនៅមុខហ្នឹងតែឃើញហ្នឹងនេះឥឡូវអត់កើតទេចាំចប់រឿងហៅខ្ញុំឲ្យលុយឲ្យកាក់ប៉ុន្តែឥឡូវហ្នឹងដែលកុំពុំប្រាប់គេថាខ្ញុំជីកង់បុកគេបើឃើញគេមកសួរប្រាប់ថាខ្ញុំទៅនោះទៅបាទទៅនេះហើយទៅណាកុំប្រាប់ផងហ្នឹងបុកគេមែនបុកគេជួយណាជួយយើងពីឯងអត់ជួយចប់រឿងខ្ញុំឲ្យលុយចាប់ឲ្យទៅលុយក្នុងកប៉ៅហ្នឹងឲ្យគេទៅបានឲ្យលុយមកទេអត់បានឲ្យលុយមកទេចាំពីចប់រឿងហើយចាំលុយឲ្យចាំយកលុយមកឲ្យយល់ទេមកមានតិចទេឲ្យតិចមកដល់នេះការឲ្យនេះការមកសិនចាំនេះការមកសិនអញ្ចឹងទៅបានស្រួលខ្ញុំល្អទេកុំប្រាប់ដៃខាតបុកគេនឹងគេនៅក្រោយបងអើយមកទៅនេះប្រាប់គេថាបាទកាច់ជ្រុងឲ្យផ្លូវច្រកđường 21បត់ឆ្វេងទៅណែពួកយើងនៅហ្នឹងខ្ញុំឃើញច្បាស់ជិះទៅមុខហ្នឹងមកណែផោតណាណែមានឃើញ
ผមួយស្រីមួយជីកង់មកកន្លែងហ្នឹងហ៎ហ៎ឃើញមួយស្រីមួយជី ជីកង់អាមួយរៀងខ្មៅប្រុសរៀងខ្មៅ ហ្នឹងអាប្រុសមួយខ្មៅ ស្រីរៀងស ស្រីរឿងស តើផ្លូវនេះបានដែរ ហ៎ រុយលឿនមកខ្ញុំសួរឆ្លើយមកខ្ញុំឃើញណា មកវាបុកគេ មិនបុកគ្នា ចាបុកឆយអើយ តាមអត់តាម ជួយខ្ញុំឯនេះងាត់ណាស់អូយមកអូយ តាម អូយពូអើយពូណែអូយនេះណែអូយនេះ ថៃពុកអើយពុកថៃមិនពុកខ្ញុំថៃ អូយតិចហើយមើលនេះខ្ញុំក្រៀមអស់ហត់ហើយណា អូយបាយក្បាលពុកខ្ញុំបាទ អូយ អាណាបុកទៅណាណាបុកខ្ញុំត្រូវសងសឹកខ្ញុំត្រូវសងសឹក ហ្នឹងអាអ្នកបុកហត់មិញហ្នឹងអាអ្នកបុកហត់មិញហ្នឹង អ្នកបុកប្រុសមួយស្រីមួយអាប្រុសពាក់អាវលឿងស្រីលាកខោខ្មៅពាក់អាវកបយហ៎ អាពីរអ្នកប្តីពុនហ្នឹងអើយអញអើយអស់លីងអើយពុកអើយពុក ថៃ មានការមួយមើលពុកឯងមកជា ក្លងហើយគេ មកពុកទៅងាប់ តែខ្ញុំយកគាត់ទៅពួន អត់ទេទៅឲ្យគេពេទ្យរងាប់មេរោគ អូចង់តាមមកខ្ញុំជួយ អាយើឃ្លាអញហ្នឹងអូ អេមិនតែធ្វើតាម អញខ្ជិលឈឺអញដើរទៅផ្ទះវិញណា អើយ អត់ឃើញអត់ បាទ ឃើញវាអត់ និយាយមិនឃើញមិនវាឲ្យគ្នាការខ្ញុំមួយឲ្យវាថាវាកុំឲ្យប្រាប់គេវាបុក ឃើញទេ មិនដឹងថាឪ តាម ខ្ញុំ ពិតឪខ្លួនឯងឃើញទេហើយយកនេះកាលគេទៅបាត់ វាទៅនោះ ទៅតាមវា ទៅ ចាប់ណាស់នេះបើ ជើ ជើ ង ង បាយ នេះ ជើងខ្ញុំនៅណា ចាសូមអរគុណដល់ក្រុមពួកគាត់បានប្រសាការដឹករឿងណាគឺថារឿងរបស់ពួកគាត់គឺថាបង្កប់ទៅដោយអត្ថន័យល្អមែនតើហើយចម្លែងទៀតណាហើយពិតមែនតែពួកគាត់ហ្នឹងពីមុនឡើងមិនមែនជាក្រុមជាមួយគ្នាទេប៉ុន្តែកម្មវិធីតម្រូវឲ្យពួកគាត់លេងដៃគូគ្នាអញ្ចឹងលេងទៅសំគ្នាហ្មងចាសំលុយហ្មង ប៉ុន្តែចប់ប៉ុន្តែបើចប់ទៅសុំចង្កឹះព្រោះអត់មែនអេហូមីទេសុំទោសចៃយូរហើយ ចាហើយពួកខ្ញុំនេះក៏ថាឈានចូលដល់ទីបញ្ចប់ផងដែរមុននឹងឈានចូលដល់ទីបញ្ចប់យើងខ្ញុំទាំងអស់គ្នាក៏សូមគោរពជូនពរឲ្យបងប្អូនទាំងអស់គ្នាទូទាំងប្រជាជាតិអ្នកចាក់កម្ពុជាសូមឲ្យជួបប្រទះទៅនឹងសេចក្តីសុខសុខភាពល្អទាំងអស់គ្នាចា ខ្ញុំបានឯនេះក៏អរគុណដែរបាទខាងហាងធរុបបណ្ដាអន្តរជាតិនេះសាខានៅកន្លែងហ្នឹងហើយនេះ ចានេះខ្ញុំដែរចា បាទហើយលោកបៀជីដែរផ្សេងនេះផ្សេងខ្ញុំខាងបណ្ដាអន្តរជាតិដែលនៅមានទីតាំងនៅជិតផ្សារសូយ៉ានេះអរគុណដល់ហាងធរុបម៉ូតូឡាដែលនៅតាមបណ្ដាញបណ្ដោយផ្លូវកម្ពុជាក្រមចិត្តនេះចិត្តសាលាយុគន្ធរបាទអរគុណបាទ ហើយអរគុណដល់ជន់ច័ន្ទសាឡនផងដែរដែលតែផាត់មុខនឹងធ្វើសក់ដល់នេះខ្ញុំជារៀងរាល់សប្តាហ៍ចាសុជាតិសាឡាមម្ដងម្ដងវិជ្ជាជីវៈថែរក្សាសម្ផស្សនៅសប្តាហ៍ក្រោយលោកនាងកញ្ញានឹងបានជួបយើងខ្ញុំទាំងអស់គ្នាតាមពេលវេលានឹងមកដដែលចា ខ្ញុំអរគុណអាជីម អញ្ចឹង បូរជីម អ្នកណាគេ បូរជីមក្រុមកំ pl ែងថ្មី ផ្លែប្រចាំ MyTV ដែរហ្នឹង បាទអរគុណបូរជីមដែរនេះ បាយការដែរណា រៀបចំសម្ភារបំពាក់ឲ្យខ្ញុំ មានស្បែកជើងមួយឈុតទៀតណាចាអរគុណច្រើនសម្រាប់ពេលនេះយើងខ្ញុំទាំង4នាក់សូមជម្រាប